នៅពេលនោះលោកថានមកិតិខាចរជារដ្ឋមន្ត្រីការពារជាតិរបស់ថៃបាននិយាយថាថៃអត់ទទួលបាននូវការកាត់ក្តីមួយដ៏យុត្តិធម៌នោះទេព្រោះចៅក្រមមកពីប្រទេសកុម្មុយនីសចំណែកឯលោកប្រផាតចារុសធានជារដ្ឋមន្ត្រីមហាផ្ទៃរបស់ថៃវិញបានផ្ដល់បទសម្ភាសន៍ឲ្យកាសែតដោយនិយាយថាថៃនឹងច្បាំងរហូតដល់ថ្ងៃស្លាប់ហើយលោកប្រផាតបាននិយាយបន្តថាលោកនឹងបាញ់សម្លាប់ប្រជាជនខ្មែរណាដែលហ៊ានចូលប្រាសាទព្រះវិហាររីឯនិស្សិតថៃវិញក៏ផ្ទុះអារម្មណ៍ខឹងសម្បាក្នុងន័យនេះដែរពួកគេបានធ្វើបាតកម្មដែលមានទំហំធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ថៃហើយពួកគេសរសេរលិខិតទៅកាន់កាសែតដោយអំពាវនាវឲ្យរដ្ឋាភិបាលថៃប្រឆាំងនឹងសាលដីកាតុលាការយុត្តិធម៌អន្តរជាតិនិងថាពួកគេស៊ូស្លាប់លះបង់ជីវិតដើម្បីច្បាំងរក្សាប្រាសាទព្រះវិហារបន្ទាប់មកនិស្សិតថៃប្រហែល 50,000 នាក់ក៏បានដង្ហែក្បួនទៅកាន់រដ្ឋសភាថៃដើម្បីជំរុញឲ្យរដ្ឋាភិបាលថៃប្រឆាំងនឹងសាលដីកាតុលាការយុត្តិធម៌អន្តរជាតិតែក្នុងបរិយាកាសបែបនោះក៏មានដែរជនជាតិថៃដែលចង់ឲ្យរដ្ឋាភិបាលថៃទទួលយកសាលដីកាអ្នកជំនុំថៃចង់ឲ្យរដ្ឋាភិបាលថៃទទួលយកសាលដីកាតុលាការយុត្តិធម៌អន្តរជាតិព្រោះថាបើថៃប្រឆាំងនឹងសាលដីកានេះនឹងនាំឲ្យប៉ះពាល់ដល់ជំនួយរបស់ថៃនិងកេរ្តិ៍ឈ្មោះរបស់ថៃលើឆាកអន្តរជាតិចំណែកឯស្ដេចថៃព្រះចៅភូមិពលអាដុលយ៉ាដេតទ្រង់ក៏ព្រួយបារម្ភចំពោះចំនួននេះដែរហើយទ្រង់ប្រាប់ឲ្យរដ្ឋាភិបាលថៃប្រុងប្រយ័ត្នមកដល់ខែកក្កដាឆ្នាំ1962លោកសារ៉ិតធនរតជានាយករដ្ឋមន្ត្រីរបស់ថៃបានធ្វើឲ្យគេឯងភ្ញាក់ផ្អើលដោយលោកប្រកាសថារដ្ឋាភិបាលថៃព្រមទទួលយកសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិនៅពេលនោះលោកសារ៉ិតបាននិយាយថាបច្ចុប្បន្ននេះយើងរស់នៅក្នុងសង្គមពិភពលោកបងប្អូនថៃប្រកាសជាបានដឹងច្បាស់ហើយអំពីការទទួលស្គាល់និងកិត្តិយសដែលជាតិសាសន៍ថៃទទួលបានលើឆាកអន្តរជាតិបើសិនយើងបាត់បង់កិត្តិយសនិងកិត្តិស័ព្ទដោយសារតែប្រាសាទព្រះវិហារតើអស់ប៉ុន្មានទសវត្សរ៍ឬសតវត្សរ៍ទៀតទើបថៃអាចស្ដារកិត្តិស័ព្ទដែលបាត់បង់នេះមកវិញបានក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីសារ៉ិតបាននិយាយក្នុងទម្រង់ថារឿងប្រាសាទព្រះវិហារមិនទាន់ចប់នៅឡើយទេហើយថៃនឹងវិលមកយកប្រាសាទនេះម្ដងទៀតដែលគេអាចនឹងឃើញជាក់ស្ដែងនៅពេលដែលប្រាសាទព្រះវិហារផ្ទុះកក្រើកឡើងវិញនៅឆ្នាំ2008តែនៅកាលនោះលោកសារ៉ិតបាននិយាយថាខ្ញុំដឹងច្បាស់ណាស់ថាការបាត់បង់ប្រាសាទព្រះវិហារគឺជាការបាត់បង់ដែលធ្វើឲ្យមានស្នាមរបួសដល់ជាតិសាសន៍ថៃទាំងមូលដូច្នេះទោះបីជាខ្មែរបានប្រាសាទព្រះវិហារគឺមានតែតួប្រាសាទនិងចំណិតដីក្រោមប្រាសាទប៉ុណ្ណោះដែលពួកគេទទួលបានតែព្រលឹងរបស់ប្រាសាទព្រះវិហារនឹងស្ថិតនៅជាមួយថៃរៀងរហូតប្រជាជនថៃនឹងនៅតែចងចាំជានិច្ចថាប្រាសាទព្រះវិហារត្រូវបានគេប្លន់ពីយើងដោយប្រើល្បិចរបស់មនុស្សដែលមិនខ្វល់ពីកិត្តិយសនិងយុត្តិធម៌ដោយសារតែថៃរស់នៅក្នុងសង្គមពិភពលោកក្នុងឋានៈជាសមាជិកដែលមានកិត្តិយសនិងសិលធម៌ខ្ពស់បំផុតនោះមិនយូរមិនឆាប់ទេប្រាសាទព្រះវិហារនឹងវិលមកជារបស់ថៃជាថ្មីម្ដងទៀតព្រឹត្តិការណ៍ប្រាសាទព្រះវិហារនឹងនៅតែដាក់ជាប់ក្នុងការចងចាំរបស់ប្រជាជនថៃរាប់ចំនួនតទៅមុខទៀតហើយបន្សល់ទុកនៅស្នាមដែលមិនអាចលុបជ្រះពីក្នុងប្រវត្តិសាស្ត្រថៃដូចជារបួសនៅក្នុងបេះដូងរបស់ប្រជាជនថៃគ្រប់រូបទូទាំងប្រទេសដែរនៅពេលនោះថៃមិនមែនខឹងសម្បាតែជាមួយនឹងខ្មែរនោះទេតែកំហឹងរបស់ថៃក៏រាលដាលដល់ប្រទេសប៉ូឡូញនិងសហរដ្ឋអាមេរិកផងដែរចំពោះខ្មែរកំហឹងរបស់ថៃបានធ្វើឲ្យសម្ដេចសីហនុក្លាយជាសត្រូវរបស់ជនជាតិថៃព្រោះថៃយល់ថាសម្ដេចសីហនុគឺជាមេបង្កបញ្ហាចំណែកឯសហរដ្ឋអាមេរិកវិញក៏ថៃខឹងដែរព្រោះតែលោក Bill Acheson អតីតរដ្ឋមន្ត្រីការបរទេសរបស់អាមេរិកគឺជាមេធាវីការពារក្តីឲ្យខ្មែរឈ្នះថៃយល់ថាអាមេរិកបានក្បត់ខ្លួនដែលជាសម្ព័ន្ធមិត្តរីឯប្រទេសប៉ូឡូញវិញក៏រងគ្រោះដោយសារកំហឹងរបស់ថៃដែរថៃខឹងប្រទេសប៉ូឡូញព្រោះតែលោក Bohdan Winiarski ប្រធានតុលាការយុត្តិធម៌អន្តរជាតិគឺជាជនជាតិប៉ូឡូញនៅពេលនោះថៃបានបញ្ឈប់ការផ្ដល់វីសាឲ្យជនជាតិប៉ូឡូញចូលស្រុកថៃហើយថៃហាមឃាត់ការនាំចូលទំនិញពីប្រទេសប៉ូឡូញនិងបណ្ដេញប្រតិភូសហភាពពាណិជ្ជកម្មរបស់ប៉ូឡូញចេញពីប្រទេសថៃផងដែរតែទោះបីជាយ៉ាងណាក៏ដោយនៅថ្ងៃទី15ខែកក្កដាឆ្នាំ1962មេទ័ពថៃបានមកជួបជុំគ្នាដើម្បីផ្ទេរអធិបតេយ្យភាពប្រាសាទព្រះវិហារឲ្យមកខ្មែរនៅពេលនោះក្រុមអ្នកកាន់ទង់ជាតិមិនមែនត្រឹមតែទម្លាក់ទង់ជាតិរបស់ថៃចុះមកនោះទេតែពួកគេថែមទាំងបានគោះយកទាំងដងទង់ជាតិថៃយកទៅតែម្ដងហើយពួកគេយកដងទង់ជាតិនេះទៅដាក់នៅទីតាំងមួយក្នុងខេត្តស៊ីសាកេតដើម្បីធ្វើជាសារមន្ទីរឲ្យកូនចៅថៃចងចាំនៅក្នុងឱកាសនោះកាសែតបាងកក់ប៉ុស្តិ៍បានរាយការណ៍ថាកម្មវិធីនោះ
ប្រព្រឹត្តទៅក្នុងបរិយាកាសមេឃងងឹតនិងមានភ្លៀងធ្លាក់ដែលវាហាក់បញ្ជាក់អំពីអារម្មណ៍ជូរចត់របស់ជនជាតិថៃនៅពេលនោះដែរ